បាទក៏សូមជម្រាបសួរនិងស្វាគមន៍សាជាថ្មីមកកាន់វីដេអូទី3នៃដំណើរឆ្ពោះទៅខាងខេត្តកោះកុងបងប្អូនហើយឥឡូវនេះយើងក៏កំពុងតែធ្វើដំណើរឆ្ពោះទៅកាន់ឆ្នេរមួយទៀតដែលនៅជិតខាងកោះស្ដេចយ៉ាងណាដែរបងប្អូនយើងធ្វើដំណើរហោះមកបន្តិចទៀតវាមានឆ្នេរមួយទៀតដែលគេកំពុងតែអភិវឌ្ឍនិងធ្វើជាកន្លែង resort ធ្វើកន្លែងស្នាក់នៅជាច្រើនផ្សេងៗបងប្អូនហើយយើងក៏ហោះមកគឺតារាសាគរទេសចរយើងឆ្នេរនេះគេច្រើនអ៊ូអរនៅពេលយប់ពេលល្ងាចឯងដូចនៅខាងយើងកំពង់សោមអញ្ចឹងបងប្អូនដូចនៅខាងឆ្នេរកំពង់សោមអញ្ចឹងហើយគេមានកន្លែងកម្សាន្តផ្សេងៗមានកន្លែងផាប់មានកន្លែងក្រៅខេសប្បាយអញ្ចឹងមានកន្លែងជួលបោះតង់អីចឹងបងប្អូនចង់បោះតង់អីមានតម្លៃ$10 $15ហើយលេខទូរស័ព្ទដូចនៅលើវីដេអូនេះចឹងហើយអូនឲ្យលេខគាត់មកដល់ឆ្នេរនេះគឺថាខ្សាច់រត់តែស្អាតបងប្អូនខ្សាច់សក្បោះស្អាតដូចនៅឡុងប៊ិចចឹងបងប្អូនឆ្នេរនេះគឺតារាសាគរទេសចរឆ្នេរនេះកំពុងតែអភិវឌ្ឍនិងធ្វើហើយអត់មានថ្មទេបងប្អូនសុទ្ធតែខ្សាច់សក្បោះតែម្ដងបងប្អូនអាចជើញមកបោះតង់បានគឺស្អាតគឺយើងដូចនៅឆ្នេរអូឈើទាលអញ្ចឹងបងប្អូននេះស្ទើរតែស្អាតជាងឆ្នេរអូឈើទាលទៀតគេថាខ្សាច់គឺស្មើហើយអត់មានសម្រាមទេបងប្អូនមើលនេះគឺស្អាតយកតែមែនតែនឆ្នេរនេះដូចខ្សាច់សក្បោះដូចនៅឡុងប៊ិចហ្នឹងបងប្អូនគឺស្អាតនិយាយទៅហើយពេលថ្ងៃយើងចូលមកពេលថ្ងៃត្រង់គឺថាអត់តន់មានជាអ្នកមកលេងច្រើនទេហើយក្តៅផងបងប្អូនអញ្ចឹងអ្នកលេងទឹកក៏អត់មានដែរអញ្ចឹងម្នាក់សម្រាប់ឬក៏រកកន្លែងត្រជាក់សិនព្រោះតែក្តៅណាស់ទឹកក៏អត់បានដែរហើយស្អាតបងប្អូនដូចឃើញក្នុងវីដេអូនេះអញ្ចឹងស្អាតមែនទែនឆ្នេរខ្សាច់ហើយមានដើមដូងមានអីចឹងហើយមានកញ្ចក់មានកន្លែងអង្គុយនេះមើលយូរទៅមកសមុទ្រទៅកោះផ្សេងចឹងឆ្នេរនេះគឺតែកំពុងតែធ្វើអភិវឌ្ឍបន្ថែមទៀតបងប្អូនហើយមកទៅដូចស្រស់ស្រាយដូចយើងនៅអូឈើទាលអញ្ចឹងតែមានកន្លែងគេផាប់កន្លែងគេកំសាន្តដូចគ្នាហើយស្អាតចូលមកមានអារម្មណ៍ថាប្លែកមួយយ៉ាងដែរមើលទៅទេសភាពរបស់គេនេះគឺការរៀបចំតាំងពីសម្ដាប់ធ្នាប់អនាម័យគឺថាបានល្អបងប្អូនអត់មានឃើញមានសម្រាប់មេញ៉ៃទេស្លឹកឈើស្លឹកអីក៏គេបោះបានស្អាតបងប្អូនមើលទៅដូចក្នុងវីដេអូអញ្ចឹងគឺស្អាតមែនទែនហើយមានហាងចិនហាងខ្មែរហាងអីដូចគ្នាបងប្អូនមកយ៉ាងបងប្អូនចង់រកស្រាក្លុករកអីចឹងទៅមានហាងរបស់ចិនមានអីចឹងរបស់ខ្មែរយើងលក់ដូរហើយឥឡូវយើងក៏ធ្វើដំណើរចេញទៅវិញបន្តទៅមកកន្លែងទៀតបងប្អូនយើងឈៀងចូលបន្តិចចឹងឈៀងចូលមកកន្លែងតិចដើម្បីឲ្យស្គាល់ទីតាំងយើងចង់មកលេងលើក្រោយទៀតគឺយើងមកស្គាល់ហើយយើងបានស្គាល់ចោះហើយទឹកដីកោះកុងជាដំណើរកម្សាន្តលើកទី1ដែរសម្រាប់ខ្ញុំឥឡូវយើងក៏ធ្វើដំណើរចេញទៅវិញបងប្អូនហើយយើងមិនទាន់បានបាយថ្ងៃត្រង់ផងយើងទិញតាគ្រឿងសមុទ្រទិញអីពីខាងកោះស្ដេចមកឲ្យគេចំអិនហើយតែយើងអត់ទាន់ឃ្លានអញ្ចឹងយើងក៏ចេះតែជិះដើរទៅនេះដើរទៅនោះទៀតចឹងណាឲ្យបានស្គាល់ច្រើនកន្លែងឥឡូវយើងក៏បន្តដំណើរចេញពីឆ្នេរតារាសាគរទេសចរមិញហ្នឹងគឺយើងបន្តដំណើរទៅខាងឆ្នេរនេសាទម្ដងបងប្អូនតែឥឡូវយើងកំពុងតែធ្វើដំណើរចេញពីខាងកោះស្ដេចពីបែកកោះស្ដេចនេះទៅមានបន្តដំណើរទៅខាងឆ្នេរនេសាទហើយឆ្នេរនេសាទនោះគឺនៅខាងម្ដុំស្រែអំបិលយើងទេស្ពានស្រែអំបិលទេយើងត្រូវត្រឡប់មកក្រោយហើយឥឡូវយើងក៏គេថាឃើញរោងអ្នកលក់មួយឃើញម្ចាស់គេលក់យើងក៏ចូលមកញ៉ាំអីសិនហើយសម្រាប់ឲ្យទៅជាឡានជាអីសិនហើយយើងបានទិញក្តាមនៅលើកោះស្ដេចហ្នឹងទិញក្តាមឆាខ្ទិះយើងទិញឲ្យអ្នកលក់គាត់ចំអិនឲ្យហើយទិញបាយទិញទឹកទិញភេសជ្ជៈផ្សេងយើងទិញរោងដែលតំណងហើយយើងជុំញ៉ាំសិនហើយយើងញ៉ាំហើយយើង
អ្វីដែលសំខាន់នោះគឺសម្រាប់បងប្អូនយើងត្រូវចេះប្រមូលទុកដាក់ក្នុងថង់តែមួយអញ្ចឹងរកកន្លែងទុកដាក់បានត្រឹមត្រូវយើងកុំបោះចោលរីបាច់ហើយបន្ទាប់ពីយើងញ៉ាំហើយក៏យើងបន្តដំណើរមកទៀតឥឡូវយើងបានមកដល់ banner តារាសាគរវិញបងប្អូនវាហួសនឹងតិចមកយើងនឹងដល់រង្វង់មូលសាយភូថងវិញហើយបងប្អូនរង្វង់មូលសាយភូថងយើងបានមកដល់រង្វង់មូលវិញហើយអញ្ចឹងផ្លូវដែលត្រូវទៅទីរួមខេត្តបងប្អូនទៅត្រង់ទៅឡើងទៅត្រង់ទៅនេះផ្លូវទៅត្រង់ទៅទីរួមខេត្តហើយយើងបកមកខាងស្ដាំដៃវិញយើងវិលត្រឡប់ទៅខាងស្រែអំបិលទៅខាងច្រកស្រែអំបិលវិញបងប្អូនអញ្ចឹងឥឡូវយើងអត់បានទៅខេត្តទេដោយសារថ្ងៃត្រង់ថ្ងៃល្ងាចហើយយើងត្រូវធ្វើដំណើរទៅភ្នំពេញវិញអញ្ចឹងយើងចូលទីតាំងណាដែលនៅផ្លូវដែលយើងត្រូវត្រឡប់ទៅវិញហើយយើង search មើលទៅហើយយើងបន្តដំណើរមកមុខតិចទៀតបងប្អូននេះទេសភាពមិនមែនមណ្ឌលគិរីទេបងប្អូនតិចច្រឡំមណ្ឌលគិរីទៅតែគឺថាស្អាតដូចគ្នាបងប្អូនខ្ញុំមើលហើយគឺសម័យទៅដល់មណ្ឌលគិរីគឺថាស្អាតមែនទែនភ្នំស្មៅទេសភាពគឺស្រដៀងគ្នាហើយថ្ងៃណាមួយយើងនឹងបានទៅខាងប៉ែកមណ្ឌលគិរីទៀតឥឡូវយើងបានមកដល់កោះកុងយើងសម័យដល់មណ្ឌលគិរីសិនគឺថាទេសភាពស្អាតមែនទែនបងប្អូនមើលហើយស្រស់ស្រាយ fresh ឃើញថាផ្លូវនៅខាងភ្នំអញ្ចឹងផ្លូវនៅកោះកុងបងប្អូនហើយនេះគឺទេសភាព background ពីខាងក្រោយបងប្អូនមើលឃើញតែអែមមែនទែនស្រស់ស្រាយមានអារម្មណ៍ថាស្រស់ស្រាយមកទៅភ្នំដាច់កទុយភ្នែកហើយបងប្អូនដែលធ្លាប់ទៅមណ្ឌលគិរីដឹងហើយខ្ញុំក៏អត់ទាន់បានទៅមណ្ឌលគិរីដែរតែមានឱកាសយើងនឹងទៅមណ្ឌលគិរីបដិរូបភាពនៅមណ្ឌលគិរីម្ដងហើយនេះគឺជាស្ថានភាពកោះកុងទេអញ្ចឹងមានអារម្មណ៍ថាដូចដើរលេងបានពីរខេត្តអញ្ចឹងដូចទៅកោះកុងផងដូចទៅមណ្ឌលគិរីផងមានកន្លែងខ្លះស្អាតបងប្អូនតែយើងអត់បានឈប់ទេតែឃើញកន្លែងនេះទេសភាពស្អាតជាប់ផ្លូវក៏បានឈប់បន្តិចទៅហើយបន្ទាប់មកយើងហួសពីហ្នឹងមកបន្តិចទៀតមកយើងក៏មកដល់ចិត្តដល់ខាងដងទឹកចិត្តដល់ខាងស្រែអំបិលវិញយើងក៏ឃើញបងប្អូនយើងលក់តរ៉េនហើយយើងក៏ចាប់អារម្មណ៍ចូលសួរទៅតរ៉េនផ្ទះលេខប្រមាណលេខ1លេខ2លេខ3ក៏តែអត់ទេតរ៉េនគាត់ដាំខ្លួនឯងចការខ្លួនឯងនៅខាងកោះកុងហើយយើងសួរបញ្ជាក់លម្អិតគាត់ទៅបានគាត់ធានាគាត់ឲ្យយើងក៏ឈប់ទិញសាម៉ៅខ្លះទិញតរ៉េនខ្លះហើយយើងបន្តដំណើរមកមុខទៀតយើងក៏ដល់ខាងដងទឹកយើងវិញហើយក៏ឈប់ថតតិចទៀតអនុស្សាវរីយ៍ដែលយើងបានសម្រាប់នៅខាងដងទឹកហ្នឹងបងប្អូនហើយយើងបន្តដំណើរចេញពីដងទឹកមកតិចទៀតមកយើងក៏ដល់ស្ពានស្រែអំបិលហើយនេះគឺជាផ្លូវប្របែកដែលយើងទៅខាងឆ្នេរនេសាទហើយនឹងឆ្នេរសុភមង្គលហើយនេះគឺជាផ្ទះសំណាក់បើមើលពីឆ្វេងដៃមកគឺផ្ទះសំណាក់សុភមង្គលហើយយើងបត់តាមច្រកផ្ទះសំណាក់សុភមង្គលហ្នឹងទៅគឺមានផ្លូវបេតុងផ្លូវកស៊ូវាតូចល្មមគឺសម្រាប់ឆ្ពោះទៅកាន់ឆ្នេរនេសាទនិងឆ្នេរសុភមង្គលហើយក៏មានឆ្នេរផ្សេងច្រើនផ្សេងទៀតបងប្អូនគឺជាឆ្នេរដែលសហគមន៍ទេសចរផ្សេងអញ្ចឹងណាបងប្អូនឥឡូវយើងជាលើកទី1ដែរយើងមិនដែលបានទៅដល់អញ្ចឹងគឺយើងក៏ឆ្លៀតពេលបន្តិចអញ្ចឹងគឺកន្លែងខ្លះក៏ផ្លូវតូចទេបងប្អូនផ្លូវតូចផ្លូវលំអញ្ចឹងទេប៉ុន្តែគេមានឆ្នេរថ្មីនេះបងប្អូននេះគឺជាដាក់ឆ្នេរថ្មីហើយផ្លូវចូលហើយផ្លូវគេបងប្អូននេះអែមស្រែមផ្លូវគឺគ្រូក្រហមទេបងប្អូនគឺមិនទាន់បានអភិវឌ្ឍចាក់បេតុងចាក់អីទេហើយនេះជាផ្លូវចូលរបស់គេដាក់លើផ្លាកសញ្ញាគេបងប្អូននេះគឺផ្លូវចូលទៅឆ្នេរផ្លូវចូលទៅឆ្នេរផ្សេងជាលើកទី1របស់យើងដែរដែលយើងបានមកកាន់ឆ្នេរនេសាទឆ្នេរសុភមង្គលគឺនៅផ្នែកប៉ែកខាងខ្សែអំបិលនេះបងប្អូននៅប៉ែកខាងខ្សែអំបិលទេអញ្ចឹងបងប្អូនអាច search បានហើយយើងក៏ឈៀងចូលតិចទៅឆ្នេរនេះក៏ស្អាតណាស់ដែរបងប្អូនមើលទៅ view សមុទ្រមើលទៅអីទៅឆ្នេរឃើញថាស្អាតប៉ុន្តែឆ្នេរអត់ទាន់បានរៀបចំដូចជាឆ្នេរតារាសាគរមិញទេគឺថាឆ្នេរលក្ខណៈធម្មជាតិមិនទាន់មានអ្នកមកកែច្នៃអីចឹងទេឃើញថានៅ
មានកម្រិតនៅឡើយប៉ុន្តែតាក់ទងជាមួយនឹងខ្សាច់ជាមួយនឹងអីនេះគឺស្អាតដូចគ្នាបងប្អូនស្អាតដូចគ្នាអាចក្មេងៗអាចអីលេងទឹកបានគឺมันមានផលប៉ះពាល់มันមានថ្មมันមាននេះទេគឺចាស្អាតបើសិនជាមានការអភិវឌ្ឍនៅតំបន់នេះខ្លាំងខាងក្រសួងខាងអីលោកចុះទៅអភិវឌ្ឍទៅអាប់ដេតទីតាំងនៅបានភាសាខ្ញុំគិតថាអាចជាមានភ្ញៀវទេសចរអញ្ជើញទៅលេងច្រើនដោយសារសុទ្ធតែឆ្នេរធម្មជាតិហើយស្អាតมันមានជាផ្ទាំងថ្មมันមានជាអ្វីដែលមុតជើងដល់ក្មេងៗដល់អ្នកដែលចង់ទៅងូតទឹកទេហើយនេះអូនលេងយើងឃើញទឹកគាត់បានទេគឺគាត់ចង់ទៅលេងដូចគេតែយើងអត់តន់ចង់ឲ្យគាត់លេងអញ្ចឹងណាហើយតិចទៀតគាត់នឹងលេងទឹកមកសតុះដោយសារយើងត្រូវបកទៅភ្នំពេញហើយគាត់សុំលេងប្រហែលឆ្នេរយើងអត់ឲ្យគាត់លេងអញ្ចឹងហើយគាត់ត្រូវតែងូតទៅមើលក្មេងៗងូតច្រើនហើយយើងមិនអាចហាមគាត់មិនឲ្យងូតបានតែយើងត្រូវឲ្យគាត់សប្បាយតិចហើយដើម្បីងូតទឹកសាបវិញដើម្បីធ្វើដំណើរទៅភ្នំពេញព្រោះឥឡូវម៉ោងគឺវាច្រើនហើយអូនលីថាចង់ងូតណាស់ហើយឃើញសុំងូតទឹកហើយអញ្ចឹងបងប្អូនសប្បាយឲ្យតែឃើញទឹកឃើញអីគាត់សប្បាយហើយឥឡូវចាប់ផ្ដើមងូតហើយទឹកដោយសារងូតទៅមានឆ្នេរមានខ្សាច់អីដែរតែมันស្អាតដូចណាទេដូចឆ្នេរបែកខាងតារាសាគរទេអញ្ចឹងសង្ឃឹមថាថ្ងៃណាមួយយើងនឹងធ្វើដំណើរមកកាន់ទីនេះម្ដងទៀតហើយនឹងបានជួបជាមួយនឹងការអាប់ដេតការអភិវឌ្ឍធ្វើឲ្យឆ្នេរកាន់តែស្អាតមើលទៅគួរឲ្យចង់មកលេងអញ្ចឹងណាបងប្អូនហើយគេថាមានខ្យល់មានរលកប៉ុន្តែយើងត្រូវតែប្រយ័ត្នចំពោះកូនយើងតូចយើងសមុទ្របងប្អូនដឹងហើយយើងគាត់ឲ្យគាត់ទៅលេងទឹកជ្រៅដែរយើងលេងទឹករាក់អីយើងឈរក្បែរគាត់ទេហើយឥឡូវបន្ទាប់ពីលេងទឹកហើយមើលម៉ោងក៏រៀងជ្រេណាស់ហើយយើងត្រូវបញ្ញាប់វិលទៅភ្នំពេញវិញចឹងកុំឲ្យយប់តាមផ្លូវចឹងបងប្អូនហើយនេះយើងមកដល់ច្រកចេញវិញហើយបងប្អូនគឺយើងមកដល់ខាងផ្ទះសំណាក់សុភមង្គលហើយវីដេអូដំណើរកម្សាន្តកោះកុងយើងក៏ដល់ទីបញ្ចប់ហើយបងប្អូនអរគុណច្រើនសម្រាប់តាមដានទស្សនាវីដេអូតាំងពីវគ្គ1វគ្គ2រហូតដល់វគ្គ3នេះយើងក៏មើលទៅភ្នំពេញវិញហើយអរគុណច្រើនបងប្អូនជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណសូមជម្រាបលាបាយបាយសុខសប្បាយទាំងអស់គ្នា